សម្ដេចតេជោហ៊ុនសែនខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើប្រាស់ក្នុងកម្ពុជាផងដែរសម្ដេចតេជោគូបញ្ជាក់ថាកន្លងមកក្រមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្គ្រាមបានគំរាមកម្ពុជាថានឹងកាត់ភ្លើងកាត់អ៊ីនធឺណិតកាត់ភ្លើងអីបើកម្ពុជាមិនប្រើភ្លើងថៃផងកាត់អ៊ីនធឺណិតអីបើកម្ពុជាមានអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់ហើយនោះខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាចំនួនយោធានៅតំបន់មួយរីករាលដាលដល់កន្លែងផ្សេងទៀតនិងកុំរីករាលដាលដល់វិស័យផ្សេងទៀតតែពេលនេះវាបានរីករួចស្រេចទៅហើយដូចជាការបិទព្រំដែនជាឯកតោភាគីបន្ថយចំនួនថ្ងៃស្នាក់នៅជាឯកតោភាគីនិងការគំរាមកាត់ភ្លើងកាត់អ៊ីនធឺណិតការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនឹងចិត្តបើបានជាជ្រុលរបៀបនេះទៅហើយខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើប្រាស់ក្នុងកម្ពុជាផងដែរកម្ពុជាមិនគួរខ្លាចថៃបណ្ដេញពលករត្រឡប់មកប្រទេសវិញនោះទេព្រោះរឿងនេះយើងក៏លំបាកថៃខ្លួនឯងក៏លំបាកដោយសារក្រុមហ៊ុនថៃខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែររឿងនេះសុទ្ធតែជាផ្ដាល់មតិសម្រាប់ការពិចារណាតែរឿងគួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា Dara Cambodia News